ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនៅនាងខ្ញុំទូចស៊ីណូនទៀតហើយថ្ងៃនេះបងប្អូនខ្ញុំយក10ពាក្យយកមកចែករំលែកដល់បងប្អូនប្រុសស្រីដែលចូលចិត្តរៀនភាសាអង់គ្លេសជាមួយនៅនាងខ្ញុំទូចស៊ីណូនហើយសូមបងប្អូនដែលថាកំពុងតែមើលខ្ញុំប៉ុន្តែមិនទាន់បានតាមដាននាងខ្ញុំបងប្អូនសូមបងប្អូនជួយតាមដាននាងខ្ញុំដើម្បីបងប្អូនបានវីដេអូថ្មីទៀតហើយនៅក្នុងក្រោមអ៊ីក្រង់របស់បងប្អូនហ្នឹងឃើញពាក្យ follow បងប្អូនត្រូវតែចុច follow ហើយវាចេញ following ing ពីក្រោយបានថាបងប្អូនតាមដាននាងខ្ញុំអានេះជួយតាមដាននាងខ្ញុំដើម្បីឲ្យបានខ្ញុំមានអ្នក follow ច្រើនហើយយើងចែករំលែកការចេះដឹងរៀនសូត្រនៅក្នុងការអប់រំនឹងបងប្អូនដែលថាបងប្អូនណាដែលថាចង់រៀនភាសាអង់គ្លេសឥឡូវនេះបងប្អូនពាក្យ10ទាំងអស់10ពាក្យបងប្អូនខ្ញុំយកមកចែករំលែកដល់បងប្អូនប្រុសស្រីទាំងអស់គ្នាហើយពាក្យអស់នេះខ្ញុំភាគច្រើនបងប្អូនដឹងស្រាប់ហើយក្នុងវីដេអូរបស់នេះខ្ញុំផ្ដោតទៅដល់ការ pronunciation ការបញ្ចេញសូរសោនសំឡេងហើយចេះពាក្យនីមួយនៃរបស់វានឹងបងប្អូនឥឡូវមើលនៅក្នុងអ៊ីក្រង់របស់នាងខ្ញុំហើយសូមបងប្អូនជួយចុច share វីដេអូនាងខ្ញុំទៅដល់អ្នកផ្សេងផងដើម្បីគេបានរៀនភាសាអង់គ្លេសឬមួយគេបានឃើញវីដេអូរបស់នាងខ្ញុំហើយរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំដែរអរគុណច្រើនឥឡូវនេះបងប្អូនមើលនៅក្នុងអ៊ីក្រង់របស់នាងខ្ញុំពាក្យទី1 admit ពីរព្យាង្គបងប្អូនគឺថាទទួលស្គាល់ឬមួយបើសិនជាយើងបានធ្វើអ្វីខុសយើង admit your wrong doing បានទទួលស្គាល់ថាកំហុសដែលថាយើងបានធ្វើអ្វីដែលថាយើងបានធ្វើខុសបងប្អូនអាហ្នឹងគឺថា admit ហ្នឹងគឺថាទទួលអីទទួលស្គាល់ឬមួយទទួលកំហុសទទួលស្គាល់ថាយើងនេះបានធ្វើខុស you admit your wrongdoing by confessing your mistake ឬមួយ by confessing your crime ឬមួយ by confessing your mistake ណាអាហ្នឹងគឺថា admit ហ្នឹងគឺថាទទួលស្គាល់ពាក្យទី2បងប្អូនខ្ញុំបានប្រើនៅក្នុងប្រយោគមុនដែរ confess គឺថាសារភាពពេលយើងធ្វើកំហុសខុសអីយើងធ្វើអ្វីខុសហើយយើងសារភាពបងប្អូន you confess what confess your sin បើសិនជាយើងបានសាងអំពើបាបអ្វីដែលថាយើងធ្វើដែលថាដឹងខ្លួនឯងថានឹងវាខុសហើយនៅក្នុងសង្គមអានឹងវាខុសច្បាប់ឬមួយខុសអ្វីមួយណាបងប្អូនយើង confess ហ្នឹងគឺថាសារភាព what do you confess you can confess your sin បើសិនជាយើងបានធ្វើអ្វីដែលថាក្នុងអំពើបាបបងប្អូន doing something wrong morally wrong okay you confess your sin to the Lord so that he can forgive you អានឹងពាក្យ confess ហ្នឹងគឺថាសារភាព you can confess your crime បើសិនជាយើងបានធ្វើទោសអ្វីមួយណាហើយយើងនេះប៉ូលីសមកសួរឬមួយអ្នកស៊ើបអង្កេតមកសួរហើយយើងនេះបានសារភាពអីសារភាពកំហុសដែលថាយើងធ្វើ you confess your wrongdoing អានេះយើងសារភាពអ្វីដែលថាយើងធ្វើខុសឬមួយ you confess your sin to the Lord Jesus Christ so that he can forgive you okay you need to repent your sin first okay you need to confess ឬមួយ admit that you did do something wrong អានេះ confess នេះគឺថាសារភាពឬបងប្អូនបើសិនជាយើងធ្វើខុសហើយយើងត្រូវតែ confess your sin to the Lord អានេះគឺថាសារភាពទោសសារភាពអ្វីដែលថាយើងបានធ្វើខុស okay you confess to your brother or sister or to your parents that you did something wrong okay you confess your sin or you confess your mistake ឥឡូវបងប្អូនពាក្យទី3 fess up អានេះគឺថាពាក្យអ្វីមួយដែលថាខ្ញុំចង់យកមកចែករំលែកនៅក្នុងភាសាអង់គ្លេសគឺថា fess up ហ្នឹងគឺថាខ្ញុំមិនចង់ថា slang ទេពាក្យនេះគឺថាសាមញ្ញជាភាសាក្រៀមមួយដែលប្រជាជនសហរដ្ឋអាមេរិកចូលចិត្តប្រើនៅក្នុងពេលកូនក្មេងឬមួយអ្នកណាដែលថាសារភាពដឹងតែខ្លួនឯងខុស you fess up យើងបានសារភាព you fess up what fess up your mistake ឬមួយ fess up your behavior your mistakes your wrongdoing you fess up ហ្នឹងគឺថាសារភាពតែបងប្អូនទទួលទោសឬមួយដឹងថាខ្លួនឯងនឹងធ្វើខុស fess up អូខេឥឡូវមួយទៀតបងប្អូនពាក្យទី4 like នេះគឺថាចូលចិត្តខ្ញុំយកពាក្យទាំងអស់នេះបងប្អូនពាក្យខ្លះវាមានន័យដូចគ្នាប៉ុន្តែក្នុងភាសាអង់គ្លេសគេប្រើពាក្យផ្សេងគ្នាបងប្អូនហើយយើងអាចប្រើពាក្យនោះដែរហើយយើងបើសិនជាយើងស្គាល់ឬមួយដឹងឬមួយដែលថាចេះពាក្យច្រើនវាល្អសម្រាប់
បងប្អូនដែលថារៀនភាសាអង់គ្លេស like to like ហ្នឹងទៅចូលចិត្ត I like to eat what I like to eat lunch at 12 o'clock ខ្ញុំចូលចិត្តញ៉ាំបាយពេលថ្ងៃត្រង់ម៉ោង12ឬមួយ I like sour fruits ខ្ញុំចូលចិត្តផ្លែឈើដែលជូរជូរ like ហ្នឹងតែចូលចិត្ត I like you ខ្ញុំចូលចិត្តអ្នកឬមួយ I like teaching ខ្ញុំចូលចិត្តបង្រៀនឬមួយខ្ញុំចូលចិត្តការបង្រៀនហ្នឹងឥឡូវពាក្យទី5បងប្អូន fun fun ហ្នឹងក៏គឺថាចូលចិត្តដែរបងប្អូនយើងចំណូលចិត្តរបស់យើងចូលចិត្តអ្វី I am very fond of dogs ឬមួយ I am very fond of children who are very respectful ចំណូលចិត្តរបស់យើងចូលចិត្តអ្វីចូលចិត្តតែថាឆ្កែ cute ឬមួយចូលចិត្តតែថាក្មេងដែលថាមានការគោរពមានសិលធម៌គុណធម៌នៅក្នុងខ្លួនហើយចេះគោរពចាស់ទុំខ្ញុំ I am very fond of those people ឬមួយ I am very fond of those children អាហ្នឹងគឺថា children អាហ្នឹងគឺថាចំណូលចិត្តរបស់យើងចូលចិត្តអ្វីអូខេអានឹងមួយបងប្អូនឥឡូវពាក្យទី6ក៏វាមានន័យស្រដៀងគ្នាដែរ prefer អានេះចំណូលចិត្តយើងចូលចិត្តអ្វី I prefer having or drinking tea over coffee ខ្ញុំចំណូលចិត្តខ្ញុំចូលចិត្តញ៉ាំតែក្តៅជាងកាហ្វេអូខេ I prefer drinking hot tea over cold beverages ខ្ញុំចូលចិត្តដែលថាចំណូលចិត្តរបស់ខ្ញុំចូលចិត្តញ៉ាំតែក្តៅជាងដែលថាភេសជ្ជៈដែលថាជជែកភេសជ្ជៈធ្វើឲ្យខ្ញុំតឹងច្រមុះឬមួយផ្ដាសាយ so I prefer hot tea over what over cold drinks ឥឡូវពាក្យទី7 adore ហ្នឹងគឺថាការគោរពឬមួយអ្វីដែលថាយើងចូលចិត្តយើងដែលថាគោរពហើយស្រឡាញ់បងប្អូន you adore someone ម្នាក់នឹងធ្វើល្អម្នាក់នឹងចេះមែនតើឆ្លៀសវៃអីទាំងអស់មានសិលធម៌គុណធម៌ល្អយើងនេះម៉េច you adore the person យើងស្រឡាញ់យើងគោរពម្នាក់នឹង you adore ដូចខ្ញុំ I adore my daughter ខ្ញុំស្រឡាញ់កូនរបស់ខ្ញុំតែគាត់បកែរៀនកូនស្រីរបស់ខ្ញុំតាំងពីនេះ Lillian Jasmine I adore them ឬមួយដោយសារខ្ញុំជាម៉ាក់របស់គេហើយចឹងហើយបានខ្ញុំ adore គេនឹង I adore my children ឬមួយ I adore my husband ខ្ញុំគោរពខ្ញុំស្រឡាញ់ប្តីរបស់ខ្ញុំគ្រួសាររបស់ខ្ញុំអាហ្នឹង adore គឺថាគោរពឬមួយស្រឡាញ់បងប្អូន admire ក៏មានន័យដូចគ្នាដែរបងប្អូន admire គឺថាគោរពកោតសរសើរអ្នកណាគេមួយយើងមើលទៅគេអូយគេល្អមែនតើយើងនេះ admire someone យើងស្រឡាញ់យើងគោរពគេបងប្អូន you admire your teacher បើសិនតែឃើញគ្រូមានលោកគ្រូអ្នកគ្រូដែលថាល្អដែលថាមានសិលធម៌គុណធម៌ហើយគាត់ចេះបង្រៀនល្អអីនេះយើងមិនយើង admire យើងស្រឡាញ់យើងគោរពគាត់កោតសរសើរគាត់ស្រឡាញ់គាត់នេះអានឹងក៏ពាក្យនឹងក៏ល្អដែរបងប្អូន you admire who your parents យើងគោរពស្រឡាញ់ឪពុកម្ដាយរបស់យើង you admire your parents ឬមួយ your mother គ្រប់ម្ដាយឪពុកយើងម្ដាយ mother ឬមួយយើង admire your father គោរពស្រឡាញ់កោតសរសើរឪពុកឬមួយគ្រូរបស់យើង you admire your teacher ហើយអានឹង admire love គឺថាស្រឡាញ់ what do I love I love my country ខ្ញុំស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំឬមួយ I love my language ខ្ញុំស្រឡាញ់ភាសាខ្មែររបស់ខ្ញុំឬមួយ I love teaching ខ្ញុំចូលចិត្តអីខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តចិត្តថាបង្រៀន I love education ឬមួយ I love teaching អានេះខ្ញុំស្រឡាញ់អ្វីខ្ញុំស្រឡាញ់ការបង្រៀនឬមួយខ្ញុំស្រឡាញ់ថាការអប់រំអូខេពាក្យទី10បងប្អូន favor គឺថាពេញចិត្តយើងចូលចិត្តយើងពេញចិត្តអ្វីមួយយើងគឺថាអានឹងចេញពីពាក្យ favorite បងប្អូនប៉ុន្តែ favor នេះយើងអានេះមិនសូវល្អទេបើសិនជាយើងថាយើង favor កូននេះជាងកូននោះយើងប្រៀបធៀបហើយយើងស្រឡាញ់កូននេះដូចថាស្រឡាញ់កូនមួយអត់មួយយើងអត់ល្អទេតែយើង favor អ្វីមួយយើងចូលចិត្តអ្វីមួយអានេះគ្រាន់ថាពាក្យខ្លះខ្ញុំចែករំលែកដល់បងប្អូនប្រុសស្រីសង្ឃឹមតែបងប្អូនប្រុសស្រីរៀនភាសាជាមួយនាងខ្ញុំអាពាក្យអស់នេះជាមួយនាងខ្ញុំបានច្រើនឡើងអរគុណច្រើនបងប្អូនជួបគ្នាលើកក្រោយទៀតហើយសូមបងប្អូនជួយចែករំលែកវីដេអូរបស់នាងខ្ញុំទៅដល់អ្នកផ្សេងទៀតអរគុណច្រើនជួបគ្នាលើកក្រោយទៀតបាយបាយ